ជប៉ុនពិតមិនធម្មតាមែនក្រោយគ្រោះមហន្តរាយរលកយក្សស៊ូណាមីកាលពីឆ្នាំ2011ដែលបានបណ្ដាលឲ្យបាត់បង់ជីវិតមនុស្សអស់ប្រមាណ 20,000 នាក់ប្រទេសជប៉ុនមិនត្រឹមតែកសាងឡើងវិញទេតែថែមទាំងបានបង្កើតឆ្នេរថ្មីមួយដែលមានប្រវែង395 គីឡូម៉ែត្រមានឈ្មោះថាមហាកំពែងស៊ូណាមីដែលមានកម្ពស់12ម៉ែត្រកន្លះសម្រាប់ទប់ទល់នឹងរលកយក្សស៊ូណាមីប៉ុន្តែជប៉ុនមិនបានឈប់ត្រឹមមហាកំពែងនេះទេដើមឈើចំនួន9 លានដើមត្រូវបានដាំនៅតាមមាត់សមុទ្របង្កើតបានជារបងរស់មួយដែលឈរទន្ទឹមគ្នានឹងមហាកំពែងដែលជាស្ថាបត្យកម្មមួយដ៏អស្ចារ្យនេះមិនមែនគ្រាន់ជាមហាកំពែងទេវាជាសន្យាការពារជានិមិត្តរូបនៃភាពធន់និងជាសក្ខីកម្មបង្ហាញថាធម្មជាតិនិងបច្ចេកវិទ្យាអាចរួមធ្វើការជាមួយគ្នាបាន